វរៈកងទ័ពយើងគឺខំប្រឹងប្រែងការពារជាតិការពារទឹកដីនិងការពារយើងអញ្ចឹងយើងគឺជាប្រជាពលរដ្ឋធម្មតាយើងមិនអាចទៅប្រឈមមុខជាមួយនឹងជួរមុខបានទេអញ្ចឹងយើងមានតែបរិច្ចាគឈាមដើម្បីជួយវរៈកងទ័ពយើងវិញវរៈកងទ័ពស្ម័គ្រចិត្តការពារជាតិយើងស្ម័គ្រចិត្តបរិច្ចាគឈាមនេះគឺជាយុទ្ធនាការបរិច្ចាគឈាមលើកទី13ដែលរៀបចំដោយមូលនិធិមេងលីជ័យគួចក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលភាសា AII និងសាលារៀនអន្តរទ្វីបអាមេរិកនៅសាខាម៉ៅសេតុងដើម្បីផ្ដល់ទៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមជាបន្តកម្មវិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី24ខែតុលាឆ្នាំ2025ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង12ថ្ងៃត្រង់តាមរយៈលោកស្រីវេជ្ជបណ្ឌិតឯកទេសហេងសុកចម្រើនអនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានលើកឡើងថាតម្រូវការប្រើប្រាស់ឈាមមានការកើនឡើងជារៀងរាល់ថ្ងៃឥតឈប់ឥតឈរឈាមដើរតួយ៉ាងសំខាន់ដែលមិនអាចខ្វះបានយ៉ាងហោចណាស់មួយថ្ងៃប្រើប្រាស់អស់ចន្លោះ400កំប្លោកតែងាកមកអ្នកបរិច្ចាគនៅក្នុងប្រទេសកម្ពុជាវិញបច្ចុប្បន្នមានត្រឹមតែ22%ប៉ុណ្ណោះនៃចំនួនប្រជាជនមិនតែប៉ុណ្ណោះស្ថិតនៅក្នុងកលៈទេសៈដ៏តានតឹងដែលប្រទេសជាតិកំពុងតែរងការប៉ះទង្គិចនៅតាមបណ្ដោយខ្សែព្រំដែនកម្ពុជាថៃដូច្នេះចាំបាច់ណាស់ក្នុងការកិត្តគូប្រកាសទុកជាមុននៅឈាមឲ្យបានគ្រប់គ្រាន់ទាំងសម្រាប់ជនភៀសសឹកនិងវរៈកងទ័ពពួកយើងគឺជាសមរភូមិក្រោយហើយបងប្អូនវរៈកងទ័ពរបស់យើងគឺជាសមរភូមិមុខដែលយើងជាអ្នកដែលនៅសមរភូមិក្រោយតែងតែត្រៀមបំរុងនៅការត្រៀមនៅសុខភាពខ្លួនឯងដែលមានសុខភាពល្អនិងមានឈាមល្អមានសុវត្ថិភាពជូនដល់វរៈកងទ័ពយើងដែលគាត់ត្រៀមខ្លួននៅសមរភូមិមុខចា៎ស្កាត់ពីសាខាជ្រោយចង្វាមកសាខាម៉ៅសេតុងក្នុងគោលបំណងចង់ជួយជាតិមាតុភូមិតាមរយៈការផ្ដល់ឈាមកញ្ញាកែវមួយលៀងមន្ត្រីផ្នែកចំណូលមានភាពភ័យខ្លាចខ្លះដែរត្បិតនេះជាលើកទី1របស់កញ្ញាតែយ៉ាងណាខ្លួននៅតែជំនះដើម្បីបានចូលរួមទាំងកញ្ញាមួយលៀងនិងលោកអិនពិសិដ្ឋដែលជាបុគ្គលិកផ្នែករដ្ឋបាលសាលាសុទ្ធតែមើលឃើញអំពីតម្រូវការចាំបាច់និងអត្ថប្រយោជន៍នៃការផ្ដល់ឈាមដូចគ្នាដោយសារតែខ្ញុំតាំងចិត្តថាខ្ញុំចង់ជួយសង្គមទៅខ្ញុំមកទោះខ្ញុំភ័យមិនក៏ខ្ញុំត្រូវតែមកដែរខ្ញុំគិតថាឈាមរបស់យើងបរិច្ចាគទៅគឺយើងអាចជួយសង្គ្រោះជីវិតមនុស្សផ្សេងទៀតបានដែលគាត់ត្រូវការឈាមបាទបើសិនជាយើងអត់បាននៅជួបមុខទេយើងអាចជួយគាត់តាមលទ្ធភាពបានដូចជាការបរិច្ចាគជាថវិកាឬក៏គ្រឿងប្រើប្រាស់ហើយជាមួយនឹងការបរិច្ចាគឈាមនឹងឯងដែលជួយពួកគាត់ខ្លាំងបំផុតខ្ញុំគិតថាការបូមឈាមនឹងវាល្អពីព្រោះខ្ញុំធ្លាប់បូមកន្លងមកគឺអត់ដែរមានបញ្ហាអីទេបាទហើយដោយសារឈាមយើងវាប្រកបជាកើតឡើងវិញនៅពេលដែលយើងហូបចុកអីគ្រប់គ្រាន់ទៅឈាមយើងនឹងមានឡើងវិញបាទអត់ប៉ះពាល់អីទេសម្រាប់សុខភាពសម្រាប់លោកយួនសារ៉ាត់ប្រធានគ្រប់គ្រងកម្មវិធីនិងជាជំនួយការស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិបានឲ្យដឹងថាយុទ្ធនាការបរិច្ចាគឈាមបានរៀបចំជាច្រើនលើកជាច្រើនសាររួចមកហើយតែនៅឆ្នាំ2025នេះមានភាពមមាញឹកខ្លាំងយើងទាំងអស់គ្នាបានដឹងហើយថាតម្រូវការឈាមគឺមានការកើនឡើងនេះជាមូលហេតុទី1មូលហេតុទី2នៅក្នុងស្ថានភាពនៅពេលបច្ចុប្បន្នជាផ្សេងគេនៅក្នុងអំឡុងពេលដែលមានភាពតានតឹងនៅព្រំដែនរវាងកម្ពុជានិងថៃយើងឃើញថារដ្ឋាភិបាលក៏ដូចជាស្ថាប័នមិនថាជាអង្គការឬក៏វិស័យឯកជនទេយើងបានចូលរួមនៅក្នុងកិច្ចការងារនេះច្រើនពីព្រោះអីដោយសារតែបញ្ហាមួយគឺយើងធ្វើយ៉ាងណាគឺប្រមូលឈាមបានច្រើនក្នុងករណីបើឧទាហរណ៍ថាមានភាពតានតឹងមានសង្គ្រាមកាត់ឡើងការរងរបួសនិងតម្រូវការឈាមនៅបន្ទាត់ព្រំដែនឬក៏តំបន់ដែលកំពុងមានចំនួននោះគឺកើនឡើងអញ្ចឹងពីយើងផ្ទាល់គឺយើងបង្កើតនៅចំនួនដងនៃការធ្វើកម្មវិធីបរិច្ចាគឈាមដើម្បីឆ្លើយតបថាយើងមានលទ្ធភាពក្នុងការផ្ដល់ឈាមនៅពេលដែលយើងមានត្រូវការចាំបាច់សម្រាប់ការជួយបាទលោកបន្ថែមទៀតថាមកទល់ពេលនេះនៅតែមានអ្នកយកឃើញខុសអំពីការបូមឈាមដំណាក់កាលមួយនៃការបូមឈាមត្រូវឆ្លងកាត់ការពិនិត្យអំពីវេជ្ជបណ្ឌិតយ៉ាងយកចិត្តទុកដាក់ដើម្បីធានាបាននូវសុខភាពថាក្រោយបូមនឹងមិនមានបញ្ហាម្យ៉ាងវិញទៀតការបូមឈាមមានតែទទួលបានអត្ថប្រយោជន៍បន្ថែមទៅដល់រាងកាយនិងសុខភាពការបរិច្ចាគឈាមនៅពេលនេះគឺមានសារៈសំខាន់មិនត្រឹមតែជួយសង្គ្រោះដល់អាយុជីវិតមនុស្សប៉ុណ្ណោះទេតែក៏ជាការឆ្លោះបញ្ចាំងអំពីការឈឺឆ្អាលបញ្ហាជាតិការរួមគ្នារវាងអ្នកការពារជួរមុខនិងស្មារតីជាតិអ្នកជួរក្រោយផងដែរលោកយួនសារ៉ាត់
ស្នើដល់សាធារណជនឲ្យចូលរួមឲ្យបានច្រើនកុំដោយសារតែការខ្លាចមជុលធ្វើឲ្យរាំងស្ទះដល់ការចូលរួមកិច្ចការជាតិប្រសិនបើអាខានមិនបានចូលរួមនៅពេលនេះខាងមូលនិធិមេងលីជ័យគួចបានរៀបចំនៅចុងឆ្នាំ2025នេះម្ដងទៀតនៅមជ្ឈមណ្ឌលភាសា AII និងសាលារៀនអន្តរទ្វីបអាមេរិកសាខាចំការដងនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025សម្រាប់ការបរិច្ចាគឈាមបើនិយាយទៅគឺវាមានអត្ថប្រយោជន៍ហើយជាជាក់ស្ដែងគឺមានអត្ថប្រយោជន៍ចំនួន3ទី1គឺការបរិច្ចាគឈាមគឺបានយកឈាមទៅជួយសង្គ្រោះដល់អ្នកដែលគាត់មានបញ្ហាសុខភាពឬក៏ត្រូវការឈាមកំឡុងពេលសង្គ្រោះមិនទាន់ទី2វាជួយឲ្យអ្នកដែលគាត់បរិច្ចាគហ្នឹងគឺមានសុខភាពល្អផងដែរបាទផ្នែកផ្លូវកាយតែចំណែកទី3វាបង្ហាញអំពីឆន្ទៈនិងការចូលរួមចំណែកនៅក្នុងការជួយទៅសង្គមជាតិវាពីព្រោះការបរិច្ចាគឈាមនេះវាមិនមែនថាយើងបរិច្ចាគឈាមបរិច្ចាគតែឈាមមិនមែនថាយើងបរិច្ចាគនៅទឹកចិត្តបាទយើងបរិច្ចាគនៅឆន្ទៈយើងបង្ហាញអំពីការចូលរួមចំណែកនៅក្នុងកិច្ចការងារសង្គមអញ្ចឹងនៅក្នុងន័យនេះផងដែរខ្ញុំសូមលើកទឹកចិត្តសម្រាប់ឲ្យសាធារណជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលគាត់មានសុខភាពល្អមានលទ្ធភាពមានអាចចូលរួមធ្វើការបរិច្ចាគឈាមឲ្យបានច្រើនខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនលោកគ្រូអ្នកគ្រូដែលមានសុខភាពល្អជាងខ្ញុំគួរតែមកបរិច្ចាគឈាមឲ្យបានច្រើនជាងនេះដោយសារតែវរៈកងទ័ពរបស់យើងគឺត្រូវការគ្រប់គ្រងពីពួកយើងការលើកទឹកចិត្តពេលខ្លះយើងអត់ដឹងថាការបរិច្ចាគឈាមតិចតួចទេប៉ុន្តែគឺជួយដល់អាយុជីវិតរបស់ពួកគាត់ចឹង